สุดท้ายต่างគ្នាពួកខ្ញុំទាំងអស់គ្នាមកពីវិទ្យាល័យជាស៊ីមកណ្ដោជ្រុំជាក្រុមទី3មានភាពសប្បាយរីករាយជាខ្លាំងដែលបានចូលរួមទស្សនកិច្ចទៅខេត្តសៀមរាបជាមួយនឹងលោកគ្រូអ្នកគ្រូដើម្បីសិក្សាអំពីប្រវត្តិសាស្ត្រនៃប្រាសាទជាច្រើនដែលស្ថិតនៅក្នុងខេត្តសៀមរាបដែលនៅក្នុងនោះផងដែរមានប្រាសាទដូចជាប្រាសាទអង្គរវត្តប្រាសាទតាព្រហ្មប្រាសាទនិពន្ធប្រាសាទមកពួនប្រាសាទបាយ័ននិងប្រាសាទបន្ទាយស្រីដោយដំបូងឡើយពួកខ្ញុំទាំងអស់គ្នាបានចូលទស្សនាប្រាសាទអង្គរវត្តដែលជាប្រាសាទដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាដោយខ្ញុំបានទទួលបេសកកម្មពីលោកគ្រូជាមួយនឹងក្រុមការងារឲ្យធ្វើកិច្ចការចំនួន6គឺទី1ទៅថតប្រាសាទកម្ពស់5ទី2ទៅថតពោលនៅក្នុងប្រាសាទដើម្បីវាស់ degree ទី3ទៅរករូបអប្សរាញញញឹមចេញថ្មីនៅលើជញ្ជាំងប្រាសាទទី4ទៅរកកន្លែងដែលគក់ទ្រូងទៅធ្វើឲ្យលឺសំឡេងទី5ស្វែងរកចេតិយដែលស្ថិតនៅក្នុងបរិវេណអង្គរទី6ទៅថតរឿងដែលជាចម្លាក់ស្ថិតនៅជញ្ជាំងប្រាង្គប្រាសាទបន្ទាប់ពីដើរទស្សនានៅប្រាសាទអង្គរវត្តរួចរាល់នៅម៉ោង 11 រសៀលហើយក៏បានត្រឡប់មកកន្លែងសម្រាប់វិញរៀបចំខ្លួនទៅទស្សនកិច្ចបន្តទៀតនៅពេលថ្ងៃបន្ទាប់ពីរៀបចំរួចរាល់អស់ហើយពួកខ្ញុំក៏បានធ្វើដំណើរបន្តទៅប្រាសាទតាព្រហ្មហើយនៅក្នុងនោះខ្ញុំក៏បានឃើញនៅដើមឈើធំធំនិងប្រាសាទដែលបាក់បែកខូចខាតទ្រង់ទ្រាយជាច្រើនដោយឈ្មោះដើមរបស់ប្រាសាទតាព្រហ្មគឺរាជវិហារប្រាសាទនេះកសាងឡើងនៅក្នុងឆ្នាំ 1186 នៃគ្រិស្តសករាជដោយព្រះបាទជ័យវរ្ម័នទី7ដើម្បីឧទ្ទិសថ្វាយព្រះបិតាមកពីពិមាយរបស់ព្រះអង្គប្រាសាទនេះព្រមព័ទ្ធទៅដោយដើមឈើធំធំដុះលើប្រាសាទដែលមានទស្សនីយភាពទាក់ទាញភ្ញៀវទេសចរជាច្រើនបន្ទាប់ពីទស្សនាប្រាសាទតាព្រហ្មរួចមកពួកយើងក៏បានបន្តដំណើរទៅប្រាសាទនិពន្ធដោយប្រាសាទនិពន្ធត្រូវបានសាងសង់ឡើងនៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី7នាឆ្នាំ 1191 ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាមហាយានប្រាសាទនេះត្រូវបានគេសាងសង់នៅលើកោះទំហំ 350 ម៉ែត្រ 4 ជ្រុងដែលមានស្រះទឹកបរិសុទ្ធ 4 ដើម្បីរៀបចំជាសញ្ញាលេខបូកជានិមិត្តរូបនៃមន្ទីរពេទ្យបន្ទាប់ពីដើរទស្សនានៅប្រាសាទនិពន្ធរួចមកពួកយើងក៏បានធ្វើដំណើរឈ្មោះមកកាន់ប្រាសាទបាពួនដោយប្រាសាទនេះមានឈ្មោះដើមថាត្រីភូវចនៈចូលមនេន័យហើយក្រោយមកក៏បានប្រែក្លាយឈ្មោះទៅជាប្រាសាទបាពួនវិញបន្ទាប់មកពួកយើងក៏បានឈ្មោះដំណើរទៅកាន់ប្រាសាទបាយ័នដោយប្រាសាទបាយ័នគឺជាប្រាសាទខ្មែរដែលប្រកបដោយក្បូរក្បាច់រចនាល្អវិសេសទាក់ទងទៅនឹងពុទ្ធសាសនាក្នុងប្រទេសកម្ពុជាប្រាសាទបាយ័នត្រូវបានសាងសង់នៅចុងសតវត្សទី12ឬដើមសតវត្សទី13កសាងដោយព្រះបាទជ័យវរ្ម័នទី7ប្រាសាទនេះកសាងសម្រាប់ឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយានមានទីតាំងស្ថិតនៅក្នុងក្រុងអង្គរធំបន្ទាប់មកនៅពេលព្រឹកឡើងពួកខ្ញុំទាំងអស់គ្នាក៏បានធ្វើដំណើរត្រឡប់មកផ្ទះវិញទៅតាមផ្លូវខ្ញុំក៏បានចូលជាងទៅទស្សនាប្រាសាទបន្ទាយស្រីដែលប្រាសាទបន្ទាយស្រីកាលដើមឡើយមានឈ្មោះថាអេសូវរៈប្រែថាបុរីនៃអេសូប៉ុន្តែសម័យក្រោយៗមកទៀតគេហៅថាប្រាសាទបន្ទាយស្រីទៅវិញដោយសារតែរាងតូចច្រឡឹមនិងក្បូរក្បាច់រចនាដ៏ស្រស់ស្អាតនិងរស់រវើកនៅលើផ្ទាំងថ្មពណ៌ផ្កាឈូកក្រោយពីបានធ្វើដំណើរទស្សនកិច្ចទៅខេត្តសៀមរាបរួចពួកខ្ញុំពិតជាមានអារម្មណ៍រំភើបសប្បាយរីករាយជាខ្លាំងព្រោះការធ្វើដំណើរទស្សនកិច្ចនេះបានផ្ដល់បទពិសោធន៍និងចំណេះដឹងជាច្រើនដល់ពួកយើងទាំងអស់គ្នាជាចុងបញ្ចប់ខ្ញុំសូមអរគុណទៅលោកគ្រូអ្នកគ្រូរួមទាំងក្រុមការងារទាំងអស់ដែលបានបង្កើតដំណើរទស្សនកិច្ចនេះឡើងមកខ្ញុំសូមឲ្យមានដំណើរទស្សនកិច្ចបែបនេះបន្តទៀតដើម្បីឲ្យក្មេងៗចំនួនក្រោយបានរៀនបានយល់ដឹងអំពីប្រវត្តិសាស្ត្រខ្មែររបស់យើងខ្លួនឯងសូមអរគុណ